សម្រាប់បងប្អូនតែនៅឃើញខ្ញុំយកងារភក់យកអីទៅអាំងហូបចឹងណាហើយថ្ងៃនេះគេខ្ញុំយកងារភក់យកមកស្លជាមួយនឹងបន្លែព្រៃដោយសារថាបងប្អូននឹងស្រាប់ហើយខែភាសាគឺបន្លែគឺនៅក្នុងព្រៃគឺលោះខៀវខ្ចីហ្មងបងប្អូនគ្នាអញ្ចឹងក៏ឃើញវាតំណងអញ្ចឹងទៅក៏យកងារភក់នេះយកមកស្លជាមួយនឹងបន្លែហ្នឹងតែម្ដងហើយបងប្អូនចង់ដឹងថាបន្លែអីបងប្អូនភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំហ្នឹងបងប្អូនគ្នាសួស្ដីគឺថ្ងៃនេះគឺមកកាន់វីដេអូទៀតហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំចូលក្នុងព្រៃចូលអីដូចតរដងហ្នឹងបងប្អូនគ្នារកគ្រឿងសមុទ្ររកអីផ្សេងៗអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីដើរមកតាមផ្លូវហ្នឹងក៏ឃើញជំរុំបងប្អូនយើងគាត់លក្ខណៈថាគាត់បោះតង់គាត់បោះអីគាត់រកគ្រឿងសមុទ្រដែរអញ្ចឹងណាក៏ឆ្លៀតមកឃើញតំណងក៏ដាក់អីវ៉ាន់ដែរអីដាំបាយដាំអីហូបនៅក្នុងព្រៃហ្នឹងផងដែរចឹងបន្ទាប់ពីខ្ញុំមកដល់ទីតាំងគឺខ្ញុំអត់ថតអីง่ายៗទេគឺខ្ញុំកាត់ដែរអញ្ចឹងបងប្អូនគ្នាបន្ទាប់ពីខ្ញុំមកពីបេះបន្លែបេះអីវិញហ្នឹងក៏ខ្ញុំចាប់ផ្ដើមដំចក្រានដំអីដើម្បីយើងដាក់ដាំបាយដាំអីចឹងទៅយើងហូបហើយយើងទៅចេញរកគ្រឿងសមុទ្រអីជូនបងប្អូនឲ្យគាត់បានកំងអញ្ចឹងណាហើយរមន់នេះបងប្អូនគ្នានិយាយទៅខ្យល់មកវាចាក់ច្រែងក៏ធំដែរតែវាមិនសូវសម្បូរណាមួយយើងរើសហត់ទេបើសិនជារើសមកធ្វើម្ហូបនៅក្នុងព្រៃអាហ្នឹងអូខេបងប្អូនគ្នាយើងអាចរើសបានអញ្ចឹងណាតែសម្រាប់រើសលក់រើសអីគឺបងប្អូនហើយបើសិនជាបងប្អូនទិញខ្ញុំដល់ពេលខ្ញុំដាក់តម្លៃថ្លៃបងប្អូនថាថ្លៃបើលក្ខណៈថាมันអាចទិញហូបបានអញ្ចឹងនិយាយទៅចាក់ច្រែងនេះមួយគឺខ្ញុំពិបាករកហើយណាមួយបងប្អូននឹងស្រាប់ហើយគឺ4-10គ្រាប់មកកូនថងហើយមិនតន់គ្រប់1គីឡូអញ្ចឹងគឺខ្ញុំយកតម្លៃថ្លៃបងប្អូនថាថ្លៃពេកគាត់អត់ហ៊ានហូបទេណាបងប្អូននឹងស្រាប់ហើយគឺចាក់ច្រែងគឺពិបាករកមែនតើម្ដងគឺមិនមែនយើងទៅដល់យើងយើងរើសយកទេបងប្អូននេះមិនមែនដូចខ្យល់នៃគោខ្ញុំមិនចង់យកលុយបងប្អូននេះបើតែបងប្អូនចង់ហូបគឺខ្ញុំមិនចង់យកលុយទេគឺលក្ខណៈថាខ្ញុំយកតែមករួចថ្លៃសាំងទេខ្យល់នៃគោគឺសពោមែនតើម្ដងអញ្ចឹងហើយបើសិនជាបងប្អូនចង់ហូបគឺខ្ញុំយកតែមកថ្លៃសាំងទេអញ្ចឹងគឺខ្ញុំរើសបងហ្នឹងបងប្អូននេះសម្រាប់ងារភក់យើងឥឡូវក៏យើងចាប់ផ្ដើមដាក់ស្ងោរដាក់អីដើម្បីយើងយកសាច់យកអីវាដើម្បីយកធ្វើម្ហូបផងដែរអញ្ចឹងរបៀបធ្វើម្ហូបមុននឹងយកសាច់ងាវទៅគឺយើងត្រូវការដាក់ស្ងោរសិនដើម្បីយើងយកសាច់ងាវទៅគឺវាងាយស្រួលអញ្ចឹងបងប្អូនបើសិនជាបងប្អូនចង់ខ្វេះវាពេលឆៅក៏បានដែរតែវារៀងពិបាកបន្តិចបើយើងដាក់ស្ងោរទៅយើងយកសាច់វាស្រួលមែនតើម្ដងអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបេះបន្លែព្រៃក៏ដូចជាក្បាស់អំពិលគឺយកមកពីផ្ទះបងប្អូនក៏ដូចជាងាវភក់ធម្មជាតិហើយបន្លែធម្មជាតិគឺថ្ងៃនេះគឺយកមកស្លជាមួយគ្នាហូបនៅក្នុងព្រៃផងដែរហើយមុខម្ហូបមួយមុខនេះគឺពិសេសមែនតើគឺមិនដែលធ្វើហូបពីមុនទេបងប្អូនហើយសម្រាប់បន្លែក៏ជាលើកទី1សម្រាប់ខ្ញុំដែរគឺខ្ញុំធ្លាប់ថាឮថាបងប្អូនយកទៅចុចគីចុចអីចឹងទៅឆ្ងាញ់តែថ្ងៃនេះយកមកស្លសិនបើចុចគីឆ្ងាញ់ប្រហែលជាវីដេអូក្រោយគឺខ្ញុំនឹងធ្វើវីដេអូមួយទៀតដើម្បីយើងយកទៅចុចគីហូបផងដែរអញ្ចឹងបន្លែព្រៃគឺមានច្រើនមែនទែនបងប្អូនដែលយើងអាចយកទៅចុចគីឬក៏ហូបមួយប្រហុកឆៅគឺបានច្រើនមែនទែនដែរម្ដងអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ស្ងោរងាវភក់បានរួចរាល់ហើយយើងក៏ចាប់ដើមមកខ្វេះសាច់វាដើម្បីយើងយកទៅធ្វើមុខម្ហូបផងដែរអញ្ចឹងគឺសាច់ងាវគឺយើងស្ងោរហើយគឺយើងកុំស្ងោរឆ្អិនពេកបងប្អូនគឺយើងស្ងោរមកល្មមអញ្ចឹងទៅគឺមានបងស្រីក៏គាត់ខមមិនថាខ្ញុំស្ងោរតែតាឆ្អិនអញ្ចឹងដោយសារតែនិយាយទៅគឺខ្ញុំដាក់ភ្លើងខ្លាំងហើយណាមួយអត់សូវបាននៅកន្លែងនេះបងប្អូនតែយើងដាក់ស្ងោរងាវហើយគឺអត់ដូចពេលយើងដាំបាយហូបទេយើងដាំបាយហូបគឺយើងទៅមើលនៅអីចឹងណាដោយសារតែយើងខ្លាចខ្លោចអីចឹងទៅតែងាវតែយើងដាក់ស្ងោរហើយយើងទៅរកគ្រឿងសមុទ្រគ្រឿងអីផ្សេងឲ្យហើយចឹងបងប្អូនដូចជាបន្លែដូចជាគ្រឿងសមុទ្រអីផ្សេងចឹងទៅអញ្ចឹងបន្ទាប់ពីយើងបាយឆ្អិនមកហូបយើងក៏ចាប់ដើមដាក់ស្លផងដែរហើយស្លនេះបងប្អូនគឺមានប្រហុកមានអីសំងុំណែនហ្នឹងដែលយើងយកមកពីផ្ទះចឹងទៅហើយអធិស្ឋានបងប្អូនដែលខ្ញុំចូលសម្លេងទៅរៀងថ្លង់កងានតិចដោយសារផ្ទះខ្ញុំចំកងានប្រហែលជាចូល40ក្បាលបងប្អូនអញ្ចឹងហើយគឺច្រើនមែនតើហើយបន្លែយើងគឺយើងដាក់ចូលគ្នាមួយក្បាល7មួយអីចេះងាយមួយងាយភក់ទៅបងប្អូនគឺយើងស្លមកគឺតំណងមែនតើតែម្ដងអញ្ចឹងម្ហូបថ្ងៃនេះគឺខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺពិសេសឆ្ងាញ់មែនតើតែម្ដងអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ធ្លាប់ធ្វើហូបទេបងប្អូនធ្វើហូបឲ្យហើយទៅតោះណាខែហ្នឹងដល់ខែដើមប្រង់អញ្ចឹងបងប្អូនគឺខ្នាញ់ឲ្យប្រង់ច្រឡំមកគ្នាគឺឈ្មោះវាហៅអត់ទាន់ទេអញ្ចឹងគឺម្ហូបយើងឆ្អិននេះបងប្អូនមើលទៅគឺតំណងមែនតើតែម្ដងហើយឥឡូវនេះក៏ម្ហូបឆ្អិនបាយឆ្អិនយើងក៏ចាប់ផ្ដើមហូបបាយតែម្ដងអញ្ចឹងតោះបងប្អូនហូបបាយជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះគឺមានម្ហូបដែលថាស្រែហ្នឹងបងប្អូនគឺនៅព្រៃអត់មានដឹងធ្វើអីទេគឺយើងមានតែធ្វើមុខម្ហូបហ្នឹងហូបតែម្ដងអញ្ចឹងគឺបងប្អូនមើលទៅសកម្មភាពខ្ញុំគឺឆ្ងាញ់មែនតើតែម្ដងអញ្ចឹងគឺមានអីហូបយកតែមានបងប្អូនខ្លះគឺគាត់យកទៅច្បាច់អំបិលច្បាច់អញ្ចឹងទៅតែខ្ញុំអត់មានអំបិលច្បាច់ទេបងប្អូនដោយសារយើងនៅព្រៃអញ្ចឹងហើយក៏យើងអត់មានអំបិលច្បាច់ទេអញ្ចឹងគឺយើងមានធ្វើតាមធម្មជាតិតែម្ដងគឺរៀងល្វីងតិចបងប្អូនតែវាឆ្ងាញ់អញ្ចឹងណាសម្រាប់ទីតាំងនេះវិញគឺស្រស់ស្អាតបងប្អូនដោយសារតែមានបងប្អូនយើងគឺគាត់មក
បោះតង់មកជំរុំឡាយអញ្ចឹងណារកគ្រឿងសមុទ្រអីផ្សេងៗអញ្ចឹងទៅហើយយើងខ្ចីកន្លែងគាត់បន្តិចដើម្បីយើងតែគណៈថាយើងមករកគ្រឿងសមុទ្ររកអីប្រក់តង់អញ្ចឹងទៅតាមពិតបងប្អូនថាខ្ញុំមិនអត់ភ្លៀងមិនប្រក់តង់តែពិតមិនភ្លៀងទេហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូន